ជំរាបសួរសាស្ត្រីទាំងអស់គ្នាជួបជាមួយនឹង admin chú ý ម្ដងទៀតហើយថ្ងៃដែរ admin នឹងនាំរឿងបែបរន្ធត់របស់ឥណ្ឌូនេស៊ីមកម្ដងគឺរឿងកូនភ្លោះបិសាចរឿងនេះគឺពិតជាមើលហើយនឹងព្រឺក្បាលខ្លាំងមែនតើដែលគេនិយាយអំពីការស្លាប់របស់ក្មេងៗឬក៏មនុស្សចាស់នៅក្នុងភូមិហ្នឹងសិតតែដាច់ក្បាលដាច់អីអញ្ចឹងអ្នកទាំងអស់គ្នាអើយហើយជាពិសេសហ្នឹងដើមកំណើតនៃខ្មោចព្រាយហ្នឹងគឺវាមានដើមហេតុរបស់វាដោយមើលហើយតកតងទៅនឹងជំនឿឬក៏អាគមអមអាមអីអញ្ចឹងគឺប៉ិនហ្មងខាងឥណ្ឌូនេស៊ីហ្នឹងអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរគឺយើងចូលទៅក្នុងសាច់រឿងទាំងអស់គ្នាដោយបើកឆាតដំបងឡាយហ្នឹងគឺក្មេងមួយក្រុមសុំពុកគាត់ហ្នឹងទៅលេងបាល់នៅកន្លែងចំការពោតពួកឯងវាមានវាលសម្រាប់លេងអីអញ្ចឹងណាតែពេលលេងហើយហ្នឹងក្មេងៗទាំងអស់ដល់មកក៏ត្រឡប់ទៅវិញនៅសល់តែ2នាក់នេះទេគឺវាជក់លេងរហូតដល់ថ្ងៃលិចហើយមិនតែប៉ុណ្ណោះទេគឺវាបានទាត់បាល់ជ្រុលចូលទៅក្នុងចំការពោតយ៉ាងជ្រៅហើយក្មេងៗហ្នឹងគ្នាមានដឹងអីណាក៏ទៅតាមយកបាល់ហ្នឹងវិញប៉ុន្តែរត់ឃើញសោះក៏ចូលមកដល់កាត់តែជ្រៅឡើងនៅក្នុងចំការពោតហ្នឹងតែ2នាក់ហ្នឹងទៅពេលហ្នឹងស្រាប់តែឃើញបាល់របស់ក្មេង2នាក់ហ្នឹងនៅក្នុងដៃរបស់ក្មេងស្រីម្នាក់ហើយក្មេងស្រីម្នាក់ហ្នឹងគេអត់ទាន់ឲ្យឃើញមុខទេអ្នកទាំងអស់គ្នាដឹងថាណាគេទេ2នាក់ហ្នឹងក៏មើលទៅថាជាខ្មោចប៉ុន្តែវាអត់សូវច្បាស់ក្នុងចិត្តដែរប៉ុន្តែអាកូនមួយហ្នឹងវារៀងក្លាហានដែរវារត់ទៅតាមយកបាល់ពីក្មេងស្រីម្នាក់ហ្នឹងវិញដែលកូនសក់វិញហ្នឹងគឺគាត់បានរត់តាមមិត្តភក្តិគាត់ហៅមកវិញថាខ្មោចកុំឲ្យទៅតាមវិញអញ្ចឹងណាប៉ុន្តែអាកូនសក់ខ្លីហ្នឹងគឺវាទៅចេះគឺវាចង់បានបាល់វាត្រឡប់មកវិញប៉ុន្តែអ្នកទាំងអស់គ្នាអើយទៅពេលទៅដល់ឃើញហេតុការណ៍ហ្នឹងផ្ទាល់ភ្នែកតែម្ដងគឺខ្មោចកូនក្មេងស្រីហ្នឹងគឺយកដុំថ្មវាយក្បាលអាកូនក្មេងហ្នឹងឡើងស្លាប់នឹងកន្លែងហ្នឹងហ្មងដែលធ្វើឲ្យកូនមួយសក់វែងហ្នឹងស្រែកហើយរត់ចេញពីហ្នឹងដោយអារម្មណ៍តក់ស្លុតខ្លាំងមែនតើដោយពុករបស់កូនដែលស្លាប់ទៅមិញគឺបានចោទថាកូនក្មេងដែលសក់វែងហ្នឹងជាអ្នកសម្លាប់កូនគាត់អីអញ្ចឹងណាហើយកូនសក់វែងហ្នឹងបានប្រាប់ហើយថាគាត់ហ្នឹងមិនមែនជាអ្នកសម្លាប់ទេគឺជាខ្មោចម្នាក់ហ្នឹងគឺខ្មោចកូនស្រីហើយបានសម្លាប់អីអញ្ចឹងគាត់រៀបរាប់ហេតុការណ៍ដែលគាត់បានឃើញនឹងភ្នែកអញ្ចឹងទៅហើយគ្នាភ័យផងអីផងហើយបញ្ចោតគ្នាទៀតតែពេលហ្នឹងគឺប្រជាជនហ្នឹងអត់ព្រមទេអ្នកទាំងអស់គ្នាគឺអត់ជឿកូនក្មេងហ្នឹងហើយព្រោះអត់មានសាកសីអញ្ចឹងបានប្រភេទហ្នឹងឃើញតាចាស់ម្នាក់ហ្នឹងដែលខូចភ្នែកម្ខាងហ្នឹងគាត់ប្រាប់ថាគាត់ជឿកូនក្មេងហ្នឹងមើលទៅគាត់គឺជាមនុស្សដែលចេះដឹងដូចជាព្រឹត្តិការណ៍នៅក្នុងភូមិអញ្ចឹងណាគឺមើលទៅគេរៀងគ្រប់គាត់ដែរហើយគាត់ក៏បាននិយាយរឿងហេតុដែលជាខ្មោចដែលសម្លាប់កូនក្មេងហ្នឹងប្រាប់អ្នកទាំងអស់គ្នាកាលពី19ឆ្នាំមុននេះអញ្ចឹងទៅដែលមានឈ្មោះថាស៊ូម៉ាឡាដែលសាច់រឿងហ្នឹងគឺគេបង្ហាញអំពីគ្រួសារអភិជនមួយគ្រួសារហ្នឹងគឺកំពុងតែមានវិបត្តិរឿងដែលអត់មានកូនអញ្ចឹងអ្នកទាំងអស់គ្នាហើយមូលហេតុហ្នឹងតើគាត់មានកូនបានគាត់អាចទទួលស្នងតំណែងនិងទទួលបានទ្រព្យសម្បត្តិដីធ្លីទាំងអស់ហ្នឹងអញ្ចឹងណាហើយអញ្ចឹងទៅប្តីគាត់មានការបារម្ភខ្លាំងមែនតើហើយក៏មានការឆ្លោះតោះតេងជាមួយប្រពន្ធគាត់ខឹងប្រពន្ធគាត់អត់យកកូនឲ្យគាត់បានអញ្ចឹងណាហើយក៏ដាក់លក្ខខណ្ឌថាត្រូវតែយកកូនឲ្យគាត់នៅរយៈពេល1ខែទៀតអីអញ្ចឹងទៅដែលធ្វើឲ្យប្រពន្ធគាត់ហ្នឹងពិតជាពិបាកចិត្តខ្លាំងមែនតើចេះដល់អីថ្ងៃបន្ទាប់ហ្នឹងលោកស្រីម្នាក់ហ្នឹងគឺគាត់បានលើអ្នកតារានិយាយអំពីម៉ែគ្រូម្នាក់ដែលបកកាយខាងជួយឲ្យគេមានកូនមានចៅអីអញ្ចឹងណាហើយគាត់ហ្នឹងក៏បានធ្វើដំណើរជិះទូកទៅរកផ្ទះម៉ែគ្រូហ្នឹងដើម្បីសុំកូនសុំអីអញ្ចឹងទៅបន្ទាប់មកគឺលោកស្រីម្នាក់ហ្នឹងបានមកដល់ផ្ទះម៉ែគ្រូហ្នឹងពិតមែនហើយម៉ែគ្រូហ្នឹងក៏បានប្រាប់ថាលោកស្រីអាចពោពោះបានហើយមានលក្ខខណ្ឌខ្លះៗដែលត្រូវទទួលយកហើយលោកស្រីហ្នឹងក៏យល់ព្រមគ្រប់យ៉ាងអ្នកទាំងអស់គ្នាតែពេលហ្នឹងគាត់ក៏បាននិយាយបន្តទៀតថាលោកស្រីអាចពោពោះបានកូនភ្លោះដោយកូនភ្លោះ2នាក់ហ្នឹងគឺម្នាក់ស្អាតម្នាក់មុខអាក្រក់យីចំម្នាក់គឺជាកូនព្រាយកូនអារៈអីអញ្ចឹងណាប៉ុន្តែលោកស្រីក៏បារម្ភអីលោកស្រីខំតែចិញ្ចឹមបីបាច់វារហូតដល់អាយុ10ឆ្នាំហ្នឹងកូនអារៈកូនព្រាយហ្នឹងគេនឹងត្រឡប់ទៅវិញហើយអញ្ចឹងនៅសល់មួយទៀតដែលជាកូនស្អាតហ្នឹងគឺជាកូនរបស់អ្នកស្រីពិតប្រាកដដែរអញ្ចឹងតមកគាត់ក៏យល់ព្រមអ្នកទាំងអស់គ្នាហើយម៉ែគ្រូក៏បានឲ្យផឹកឈាមស្អីទៅនឹងខ្មៅបន្ទាប់ពីផឹកហើយហ្នឹងគឺលោកស្រីហ្នឹងប្រកាច់ដូច Spider-Man អញ្ចឹងអ្នកទាំងអស់គ្នាមើលទៅដូចជានៅក្នុងខ្លួនគាត់ពិបាកខ្លាំងមែនតើហើយក៏ពោះរបស់គាត់ហ្នឹងបានប៉ោងដូចស្ត្រីមានផ្ទៃពោះភ្លាមៗអញ្ចឹងណាហើយម៉ែគ្រូហ្នឹងគឺគាត់ថាបានហើយអ្នកស្រីអាចត្រឡប់ទៅវិញបានហើយអ្នកស្រីនឹងមានកូនចាប់ពីពេលនេះទៅបន្ទាប់មកលោកស្រីបានប្រាប់ដំណឹងថាគាត់បានមានផ្ទៃពោះហើយដែលធ្វើឲ្យប្តីគាត់ហ្នឹងគឺសប្បាយចិត្តខ្លាំងមែនតើមិនតែប៉ុណ្ណោះទេបានពោះកូនភ្លោះទៀតដែលប្តីគាត់បានដាក់ឈ្មោះឲ្យកូនស្រីគាត់ទាំងពីរថាកូនបងមានឈ្មោះថាខូម៉ាឡាចំណែកកូនប្អូនមានឈ្មោះថាស៊ូម៉ាឡាដែលជាតួខ្មោចយើងអ្នកទាំងអស់គ្នាហើយក៏កាត់មកដល់ពេលដែលលោកស្រីម្នាក់ហ្នឹងគាត់ឆ្លងទន្លេហើយអ្នកទាំងអស់គ្នាប៉ុន្តែដល់ពេលដែលគាត់កំពុងតែឆ្លងទន្លេហ្នឹងហើយគឺគាត់បានឃើញបលុងព្រាយអារៈហ្នឹងគឺនៅចុងជើងគាត់ហ្មងហាក់ដូចជាចាំមកចាប់កំណើតអីអញ្ចឹងណាហើយកូនកើតមកដំបូងហ្នឹងគឺជាកូនដែលមានមុខមាត់ស្អាតបាតប៉ុន្តែស្រាប់តែអត់មានដង្ហើមទេអ្នកទាំងអស់គ្នានិយាយមកពិតជាស្រឡាំងកាំងហ្មងគឺពេលហ្នឹងគឺគាត់មានការតក់ស្លុតជាខ្លាំងគាត់ក៏បានយកកូនហ្នឹងទុំកត្រកសិនហើយធ្វើការបង្កើតឲ្យកូនទី2ស្រាប់តែកូនទី2កើតមកមានជីវិតស្រែកយំធម្មតាប៉ុន្តែបុកមាត់វិញឡើងអាក្រក់គឺដូចដែលម៉ែគ្រូនិយាយអញ្ចឹងអ្នកទាំងអស់គ្នាតែពេលហ្នឹងលោកម្ចាស់បានចូលមកហើយឃើញសកម្មភាពទាំងអស់ហ្នឹងគាត់ពិតជារន្ធត់ចិត្តខ្លាំងណាស់គាត់ហ្នឹងក៏នឹកឃើញយកអាដាវអាគុំដែលគ្រូឲ្យគាត់តាំងពីមុនហ្នឹងគឺគាត់បានយកទៅចាក់សម្រាប់កូនដែលមានមុខអាក្រក់ហ្នឹងបន្ទាប់ពីកូនដែលមុខអាក្រក់ហ្នឹងស្លាប់ទៅស្រាប់តែកូនដែលមានមុខស្អាតហ្នឹងស្រាប់តែរស់រានមានជីវិតវិញស្រែកយំវិញអញ្ចឹងគាត់សប្បាយចិត្តខ្លាំងមែនតើចំណែកលោកស្រីវិញគឺគាត់អត់បានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់អ្នកណាទាំងអស់គឺគាត់ដឹងតែម្នាក់ឯងជាមួយនឹងគ្រូឯអាលក្ខខណ្ឌហ្នឹងអ្នកទាំងអស់គ្នាពេលនេះគឺគាត់បានធ្វើខុសលក្ខខណ្ឌហើយក៏កាត់មកដល់កូនដែលនៅរស់ហ្នឹងគឺបានធំឯអ្នកទាំងអស់គ្នាដែលមានឈ្មោះថាខូម៉ាឡា
ហ្នឹងប៉ុន្តែចៃដុនអីដៃរបស់គាត់ហ្នឹងបែរជាពីការកង្វល់អញ្ចឹងទៅដែលធ្វើឲ្យពុករបស់គាត់មិនសប្បាយចិត្តសោះតែម្ដងចំណែកគូម៉ាឡារបស់យើងគឺជាក្មេងស្រីដែលមានមុខមាត់ស្អាតបាតមែនប៉ុន្តែរៀងច្រឹករបស់គាត់រៀងឆេះឆៅបន្តិចសភាពរបស់គូម៉ាឡាហ្នឹងក៏មើលទៅអត់សូវពេញលក្ខណៈដែរអ្នកទាំងអស់គ្នាប៉ុន្តែគាត់ថានៅដឹងខុសដឹងត្រូវអីអញ្ចឹងណាដោយលោកម្ចាស់ហ្នឹងដូចអត់ពេញចិត្តលក្ខណៈរបស់កូនខ្លួនឯងអញ្ចឹងទេហើយក៏ប្រាប់ថាអត់ឲ្យទៅក្រៅអីអញ្ចឹងណាឲ្យគាត់នឹងក៏ចងកូនគាត់ឲ្យនៅក្នុងបន្ទប់ហ្នឹងទៅប៉ុន្តែចៃដុនអីគូម៉ាឡាយើងបានលួចចេញពីកន្លែងបន្ទប់ហ្នឹងទៅលេងអញ្ចឹងទៅគ្នាជាក្មេងចង់លេងចង់សប្បាយដែរប៉ុន្តែទៅពេលមកដល់ក្រៅហ្នឹងត្រូវពួកក្មេងៗហ្នឹងធ្វើបាបគ្នាខ្លាំងមែនតើពួកក្មេងៗក្នុងភូមិហ្នឹងគឺរបៀបថាគិតថាគូម៉ាឡាគឺជាក្មេងដែលអត់គ្រប់ទឹកហើយធ្វើបាបគ្នាស្អប់គ្នាហ្មងណាដែលធ្វើឲ្យសកម្មភាពទាំងអស់ហ្នឹងធ្វើឲ្យឪពុកហើយនឹងម្ដាយមើលហើយមានអារម្មណ៍ថាឈឺចាប់ហើយក៏ខឹងនឹងកូនខ្លួនឯងដែលអត់ស្ដាប់ប្រកបនៅតែចេញមកក្រៅអីគេមើលងាយអញ្ចឹងទៅគូម៉ាឡារបស់យើងត្រូវក្មេងៗធ្វើបាបមកជន់ហើយមកដល់ផ្ទះវិញត្រូវឪពុកវាយធ្វើបាបទៀតដោយសារថាគាត់អត់ស្ដាប់ដំបូងមានឪពុករបស់គាត់ដែលធ្វើឲ្យគាត់នឹងបាក់មុខអីអញ្ចឹងទៅហើយចេះរងរួយអញ្ចឹងណាដែលវាយកូនគាត់ធ្វើបាបកូនគាត់ឲ្យរៀងនិយាយចំបដៅប៉ុន្តែគាត់ប្រើហិង្សាអញ្ចឹងទៅដែលធ្វើឲ្យម្ដាយរបស់គូម៉ាឡាហ្នឹងគឺជួយអត់បានទេគាត់អត់កូនគាត់បានតែឈរមើលតែក្តីឈឺចាប់អញ្ចឹងទៅពេលហ្នឹងគឺប្រពន្ធគាត់អត់សូវមានអំណាចអីទេអ្នកទាំងអស់គ្នាប្តីគឺជាមេគ្រួសារអញ្ចឹងណាក្រៅពីម្ដាយបង្កើតណាគូម៉ាឡាក៏នៅមានម៉ែដោះម្នាក់ដែរដែលស្រឡាញ់យកចិត្តទុកដាក់នឹងនាងហើយថែមទាំងមកលួងលោមនាងទៀតគាត់អាណិតគូម៉ាឡាខ្លាំងមែនតើដែលត្រូវធ្វើបាបដល់ឪពុកបង្កើតខ្លួនឯងហើយនឹងអ្នកចិត្តខាងអញ្ចឹងទៅហើយគាត់ក៏ដឹងថាចិត្តដល់ថ្ងៃគូម៉ាឡាដែរអញ្ចឹងគាត់ក៏បានដេកតុក្កតាមួយទៅឲ្យនាងពិតជាសប្បាយចិត្តហើយភ្លេចទុកកង្វល់អស់លលីងតែម្ដងហើយក៏កាន់មកដល់យប់ឡើងហ្នឹងគឺគូម៉ាឡាកំពុងតែដេកតែឯងហ្នឹងស្រាប់តែឃើញខ្មោចបង្ហាញខ្លួនមកពីមុខហ្មងគឺជាខ្មោចដែលត្រូវជាបងប្អូនខ្លួននឹងគ្នាហើយចំណែកគូម៉ាឡាគ្នាអត់ដឹងថាជាអ្នកណាអីអញ្ចឹងទៅដែលធ្វើឲ្យខ្មោចហ្នឹងក៏និយាយរៀបរាប់រឿងហេតុដែលបានកើតឡើងប្រាប់ថាខ្លួនហ្នឹងគឺជាប្អូនរបស់គូម៉ាឡាមានឈ្មោះថាស៊ូម៉ាឡាគឺជាបងប្អូនភ្លោះហើយត្រូវឪពុកខ្លួនហ្នឹងចាក់សម្លាប់នៅពេលដែលកើតមកដំណើរគ្នាហ្នឹងដែលធ្វើឲ្យគូម៉ាឡាហ្នឹងគឺគាត់ស្លាប់ចិត្តខ្លាំងមែនតើហើយស៊ូម៉ាឡាបានប្រាប់ថាកុំខ្លាចជាបងប្អូននឹងគ្នាអត់ធ្វើអីគ្នាទេហើយចាប់ពីថ្ងៃនេះទៅគូម៉ាឡានឹងលេងឯកោហើយគឺមានគាត់ហើយគាត់នឹងការពារគូម៉ាឡាបងប្អូនគេនឹងស្រឡាញ់គ្នាអញ្ចឹងទៅដែលធ្វើឲ្យពាក្យទាំងអស់ហ្នឹងហើយធ្វើឲ្យគូម៉ាឡាកក់ក្ដៅមែនតើដោយសារនាងដែលទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយទេហើយយកបន្ទាប់ហ្នឹងក៏ឃើញមុខគូម៉ាឡាហ្នឹងមករកឪពុករបស់ខ្លួនដោយកខ្សែភ្នែកហ្នឹងដូចជាមានគំនុំតាំងពីកាលចឹងខុសពីកខ្សែភ្នែករបស់គូម៉ាឡាលើកមុនហើយជាពិសេសហ្នឹងគឺគាត់អាចអំវល់ដៃគាត់បានន័យថាធ្វើឲ្យដៃគាត់ហ្នឹងមកត្រង់វិញលេងកវេកវងដែលធ្វើឲ្យឪពុករបស់គាត់ហ្នឹងមានការភ្ញាក់ផ្អើលខ្លាំងមែនតើបន្ទាប់ហ្នឹងស្រាប់តែគាត់ហ្នឹងក៏លោតមកលើតុហើយយកបិទចាក់ដៃរបស់ពុកគាត់ឈាមលហាចហ្មងនិយាយចំដូចមានអីចូលគាត់អញ្ចឹងតែពេលហ្នឹងពុករបស់គាត់ខឹងខ្លាំងមែនតើក៏ហៅគ្នាកូនចៅហ្នឹងឲ្យចាប់គូម៉ាឡាចងឆ្កាងហ្មងអ្នកទាំងអស់គ្នាអើយអាណិតគ្នាខ្លាំងមែនតើហើយគាត់ក៏បានថាមិនគាត់ទេគាត់មិនបានធ្វើបាបពុកអីអញ្ចឹងណាប្រាប់ថាមិនគាត់ហើយប៉ុន្តែមានអ្នកគេជឿទេសម្រាប់ម៉ាក់របស់គាត់វិញគឺនៅមើលកូនដោយក្តីឈឺចាប់អញ្ចឹងទៅគឺអាចជួយកូនបានហើយបានប្រាប់ថាឲ្យស៊ូឡើងកូនអីអញ្ចឹងទៅនិយាយចំអត់ហ៊ានជាមួយប្តីណាបន្ទាប់ពីដាក់តន្តកម្មកូនហើយហ្នឹងក៏ហៅកូនមកញ៉ាំបាយជុំគ្នាអញ្ចឹងណាស្រាប់តែគូម៉ាឡាថ្ងៃហ្នឹងដូចជាមានអាការៈអត់ស្រួលទៀតហើយឲ្យតែយប់ឡើងគឺគាត់ប្លែកហ្មងគឺគាត់ចាប់ផ្ដើមឡើងលើតុហើយស្រាប់តែនោមដាក់នៅលើតុហ្នឹងហើយសើចដាក់ពុករបស់គាត់អញ្ចឹងណាដោយមើលទៅដូចជាគាត់គុំគួនដូចជាធ្វើឲ្យពុករបស់គាត់ខឹងគាត់កាន់តែខ្លាំងឡើងអញ្ចឹងហ្មងលោកម្ចាស់ហ្នឹងខឹងនឹងញាស់សាច់ហ្មងក៏ឲ្យអ្នកប្រាហ្នឹងចាប់កូនស្រីគាត់ហ្នឹងចេញតែពេលឲ្យអ្នកប្រាហ្នឹងត្រូវគូម៉ាឡារបស់យើងមានកម្លាំងខ្លាំងមែនតើទៅសកត់វាយពីលើរបៀបថាចង់សម្លាប់អញ្ចឹងហ្មងដែលធ្វើឲ្យម៉ែគាត់ហ្នឹងក៏ស្លុតចិត្តដែរប៉ុន្តែមើលទៅនឹងកញ្ចក់ទៅស្រាប់តែឃើញវិញ្ញាណរបស់ស៊ូម៉ាឡាដែលជាកូនភ្លោះរបស់កូនគាត់ហ្នឹងនៅក្នុងខ្លួនគូម៉ាឡាហ្នឹងគឺគាត់តែប៉ុណ្្នឹងគាត់ដឹងហ្មងថាមានរឿងអីកើតឡើងដល់ពេលនេះម៉ែដោះរបស់គាត់បារម្ភនឹងគូម៉ាឡាមែនតើអត់ដឹងថាកើតជំងឺអីទេបានជាសុកទៅជាអញ្ចឹងណាហើយគាត់ក៏មកលួងលោមសួរថាមានរឿងអីអញ្ចឹងទៅតែពេលឲ្យគូម៉ាឡាប្រាប់ថានាងមិនបានធ្វើអ្វីទាំងអស់គឺនាងឲ្យតែពេលយប់ឡើងនាងអត់ដឹងខ្លួនថានាងធ្វើអីទេហើយអ្នកដែលធ្វើហ្នឹងគឺជាប្អូនស្រីរបស់នាងឯងឈ្មោះថាស៊ូម៉ាឡាដែលម៉ែដោះហ្នឹងគឺគាត់មានការភ្ញាក់ផ្អើលនឹងខ្លាំងហើយម៉ែរបស់គាត់ហ្នឹងក៏ចូលមកហើយក៏និយាយប្រាប់រឿងដែលបានកើតឡើងទៅម៉ែដោះហ្នឹងអញ្ចឹងណាដោយសារតែម៉ែដោះក៏គាត់ដឹងរឿងហ្នឹងដែរអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់នឹងទៅរកម៉ែគ្រូដើម្បីដោះដាសាដោះអាទង្វើអស់ហ្នឹងចេញវិញអញ្ចឹងណាដើម្បីឲ្យកូនស្រីគាត់ដូចដើមវិញប៉ុន្តែកាន់តែវីវហ្មងដោយសារតែគាត់ទៅរកម៉ែគ្រូប៉ុន្តែគាត់បានដឹងតែនឹងថាម៉ែគ្រូនឹងបានស្លាប់បាត់ហើយអញ្ចឹងគឺគាត់អត់អាចធ្វើអ្វីបានទេធ្វើឲ្យគាត់កាន់តែបារម្ភទ្វេដងហ្មងងាកមកមើលគូម៉ាឡានេះវិញគ្នាថ្ងៃឡើងគឺគ្នាពិតជាកំសត់ខ្លាំងមែនតើត្រូវគេឃុំនៅផ្ទះអីអញ្ចឹងណាហើយថ្ងៃហ្នឹងក៏មានពួកអាក្រុមក្មេងៗដែលធ្លាប់ធ្វើបាបគាត់ហ្នឹងហៅនាងចុះទៅលេងបែបរបៀបថាចង់រាប់អាននាងវិញអញ្ចឹងនាងពិតវាសប្បាយចិត្តខ្លាំងមែនតើក៏ចុះទៅលេងតែពេលចុះទៅលេងមានណាពួកនឹងវានាំគ្នាធ្វើបាបយកអាចគោយកមកដាក់មុខគ្នាទៀតដែលធ្វើឲ្យគូម៉ាឡាហ្នឹងជាឈឺចាប់ខ្លាំងមែនតើនៅពេលយប់ឡើងគឺ
ครูมาลานั่งเถอซูมาลาโจคลุนตีได้ให้อย่าไว้ดักเนียงทัวนึงคือแต่ซองสักว่าเมงได้บุรีเนียงตั้งปิดไงจังเดือดร้อนปีนี้นั่งดังมองในต่างอักเนียโดยสาเกจิโกนพลูอ๋อจังเตอร์หยุดนั่งคือเนียงกอบบ้านเตอร์สำหรับบุกเมงนั่งต่างอักเนียมองในต่างอักเนียสาวแต่ประมาณเนี้ยแต่ให้จีฟิเซการสำหรับระบบนี้ก็คือกัดกระบาลให้แวกปูแวกจังคลองเองจังอย่าจ้องมันคือเนียงเป็นกำพังคลังเหมือนแตนมองปรักล่างนั่งเอาปกมาได้ระบบเมงได้เธอซูมาลาสำหรับนั่งก็คือมาปัดดังเตอร์ลงไม่พุ่มได้เตอร์จีเอาปกระบบโกนขมาอีกหนึ่งแต่ไปหาไอ้สับตายเนี่ยต่างอักเนียไอ้กวาดนั่งท่าcon có đã biết là từ sầm lạp tới con có khung lên trong top bộ bấm chưa từ mờ từ tập về nắng cái phép tha nó ngay cứ khu mà la trên nệm sầm lạp con môi đại cầm vòng đầy và con mình nữ khác này thằng ngọc này trong cái trao mong tha con trên nệm sầm lạp hay miền pha tang tiền cứ miền tộc ta bo khu mà la đằng đằng tộc ta mày đọc quạt ảo dần chẳng cái ai chạp cùng hậu ba này mình tay ở bộ quạt nơi tại bà cái tha con quạt nơi khung lần khăn đây mình ở chặt tha con khuôn anh chia khi tao con nắng co từ mưa lạnh khung khen con sợi giờ tập về mình ai bảo mưa tới khơi bà lọt mùi đại chia bà lọt đại khu mà la trên tăng bị dụng bao nhiêu đại maiบอกก่อนนั่งมือตั้งดังเรื่องตั้งมองต่อไปนั่งคือไม่กอดเล่นตุกโตตีได้เนี่ยตั้งเนี่ยคือกอดบานแผลเรื่องใดตั้งตั้งไปได้กอดเรื่องใดกอดสำหรับโกนกอดจังก็น่าให้ทาชาวเตยกลุ่มเฮานั่งคือกลุ่มเฮาบอกได้กอดให้เรื่องกัดล้างนั่งกอดโดยสาวไปได้กอดก็โยนเรื่องกรุบยางจังเตยให้เป็นการสลับจัดจิตคลั่งให้ต่อไปนั่งคือกอดบานเตยโรลูกขู่บอกกอดจังให้จุดดาวแสงหึงนั่งให้ลูกขู่บอกกอดแบบทาหนึ่งไงเด็กกบอายุดับชนะนั่งก็เถอโยดาวเซลนั่งโยแต่จะนั่งแบบโดงขังช่วยรบบซูมาลาเป้ได้กับปงแต่ดาโรครูดับไปกำจัดโกนหนุนไอ้สำหรับแต่โกนหนุนไอ้นี่ถือเมาโจตีได้เนี่ยต่างគ្នាคือกอดบันมาสำหรับตามวยได้ประกายโยกอดตะคุมนั่งได้จีได้สดำบอกมาบอกกอดสำหรับยังไปใส่สไตล์เป็นนั่งคือบัดบอกกอดบันเมาคืนให้ก็เบียนกาจะไวคณีประตังประตงเองจังเตอได้ไม่บอกกอดนั่งมันได้ไวชนะขโมยบันเต้คือกอดนั่งถือบอกโกนใส่บอกกอดให้กอดกับบันทรงตัวเรื่องในการนางขโมยนั่งบันสู้ท่าไม่กอดโยกไม่กอดกาปีโกนขลุ่นไอ้ยังจังนะยัยจ้องตั้งแต่เพียบได้เคยไม่ขลุ่นไอ้โชว์มือขลุ่นไอ้การตกละโหดเกิดถือบ้าบัดช่วยนั่งคือกอดอันจัดหนึ่งไม้ขลุ่นไอ้เองจังได้แต่ไปให้กอดทรงตัวกับแบบย่างคือกอดตัวกับเฮาแมนคือกอดอันเป็นหนุ่มนายจะช่วยโกนขลุ่นไอ้บ้านแต่งได้ขลุ่นจิมบันไดจังเตอให้กอดกับบันทรงจูบนั่งโกนใส่บอกกอดได้จิมบันไดให้คู่มาลาใบเยอะก็เป็นเนียงจิมันเด้อเนียงมันก็ได้สลายไม้เนียงได้ตาเนียงก็บานยุมเอาไม้เนียงจังเตอร์บานมาเพลทนั่งก็ไม้เนียงเถอบานสู่มาลาได้จีกนขวดนั่งสำหรับในเปดังเตอร์พอต่อมาลงมาจ้างมาปิดแต่ขู่วิ่งสับแต่มาดอกขึ้นบนปนกลุ่นไอสลับเป็นการชื่อจับจิตคลังเป็นนั่งขู่มาลาคณีบกหลังสโลดาเจนมาป่วยขมอยตอนโจเนียงวันหยอแต่ไปให้เนียงก็เงียบในเตอร์คือเคยปนใส่เนียงในกระบายนั่งคือขมอยในกระบายนั่งให้ขมอยนั่งก็ดอลมาดอลไปเวลีได้เถอโจรวมบิดเย็นแต่มวยจมูกนั่งขู่มาลาจังถอยเนียงนั่งการตะการจะหายจังนั่นก็จับให้หมดบองใส่ขลุ่นไอโจเตอให้ได้ถวยบุกกอดนั่งสลังกลางหมดลูกมาจากบ้านรถมาขังกลางมาโดนเนี่ยสระเนี่ยพุ่มให้แบบท่าประปนกอดสลับให้เนี่ยสำหรับประปนกอดนั่งเชียซูมาลาเป็นคู่มาลาเต็มใต้ปูเนี่ยสระก็เชื้อเตปูเนี่ยสระก็นอนเครียดเตอสำหรับคู่มาลาได้เชียโกนใส่มันดึกบอกกวนจังนะกอดให้แต่เชียปุกอดจังเอาไอ้เกสำหรับโกนใส่ก็เตอตามคอยเองจังเตอให้ก็มันเพลดโยดดาวเตอดับใบกาเปียได้เป็นมาดองนักน้องจากการโปนนั่นก็คือมีนักพุ่มแน่มาดอลเตคือกวาดมาดอลมนเกแต่มาดองไฮจีไปใส่นั่นคือกวาดบานมาจูบแต่นั่งสูมาลาให้สูมาลานั่นก็บานจ้องสำหรับเอาปกหล่นไอจังนะโดยยอดดาวโยมาจัดก่อนจังเตอร์มันได้จัดดันไอกวาดโยอาจจะเกียงในจัดนั่งโยมาไวสูมาลานั่งลังสลับในต่างกันนี่แต่เป็นนั่งคือกวาดบานระเบียบทางจ้องหัวโยอาดาวนั่งโยจัดเบ็ดโดงไอสำหรับก็มันได้แต่สำหรับเตอร์คืองอตั้งปีในไอในต่างกันนี่จังคือกวาดได้จัดสำหรับโกนใส่กวาดที่กวาดกับบานฉอบบายโยแต่เอาโยคูนั่งจุดเอาเสียมันได้จัดดันไอสัตย์แต่ซูมาลานักดังครูมาวนให้กดดิ่งตามสำหรับกดtrong khối vi năngสำหรับกดบ้านในเนี่ยต่างออกนี่ปันใต้คือกดบ้านโยอาดาวนั่งโยติดจัดนั่งเบ็ดดงบ่ซูมาลาปันใต้วิวก็มีหายมวยการลางคือตามเปิดนเปได้ซูมาลาโจนังคู่มาลานั่งเต้คือเบ็ดดงในทางดำเป็นในทางช่วยยังจังมาในทางกดจัดเขาให้กดจัดtrongกระไรเขาจังนะจังถอยเขาเอานั่งในรูตได้ให้ก็วีบ่มากดวิ่งคือสำหรับกดสลับนเปนั่งเติมแต่ปนเตโยกดมาจองในชื่อกลางโดยแต่กดถลอดจองกลางโกนคลุนไอจังนะครูดอกบอลมาจ้านั่งก็ถือซูมาลาสำหรับสลับหนึ่งแต้มหนึ่งได้เนี่ยต่างคณีไกลมากก็บ้านใหม่ดอกมวยนซอลรูปีเนี่ยก็กวาดให้มาฝึกบอลในลูกมาจ้าให้นึงเนี่ยใส่บอกกวาดโดยสนามจังเตอให้เกี่ยวกับการมาดอเคยลูกอาจารย์มวยได้ในเต้นเรื่องนึงต่างปีดามนึงมาแผลเรื่องไอออนนึงเตอบุกเกี่ยวกับน้องให้ตัวแซนเปรนตัวดอกคูมาลานึงจังนะให้เหลืองก็จับจำแต่ปันในสักพักคนบ๊ายบาย